បាទថ្ងៃនេះយើងមកជួបគ្នាសាជាថ្មីបាទបន្ទាប់ពីបាត់មុខ ក៏ដូចជាបាត់សំឡេងបាទបាត់វីដេអូបាទមករយៈក្រោយនេះបាទដោយសារទូរស័ព្ទមានបញ្ហាជាមួយនឹងអ៊ីមែលបាទហើយតែហ្នឹងហើយឆ្លៀតពេលហ្នឹងក៏ថតបាទពីទស្សនវិជ្ជារបស់មុនខ្ញុំបាទហើយនឹងហើយសម្រាប់គុណមន់របស់ខ្ញុំហ្នឹងទាំងអស់ហ្នឹងគឺ17ក្បាលប៉ុន្តែគាត់ថាពេលនេះគឺខ្ញុំថតបានឃើញតិចបាទដោយសារតែវាបែកខ្ញែកគ្នាបាទបងប្អូនបាទហើយកូនមន់ខ្ញុំផងដែរវាមានអាយុបាន2ខែ3ថ្ងៃហើយបងប្អូនបាទឃើញថាវាធំលឿនក្រាន់បើដែរបាទអញ្ចឹងយើងអាចថាត្រឹមតែ2ខែទៀតចុះបងប្អូនគឺយើងអាចសេរីចេញបានហើយបាទតែសំខាន់សុខភាពវាគឺល្អណាស់អត់មានឈឺស្កាត់អីទេបងប្អូនអើយកូនមន់របស់ខ្ញុំមកហើយទៅហ្នឹងហើយថ្ងៃនេះក៏មកចង់និយាយថាអំពីការប្រៀបធៀបរវាងចិញ្ចឹមមាន់និងចិញ្ចឹមទាបងប្អូនមែនទៅខ្ញុំចិញ្ចឹមតាំងពីពាក់កណ្ដាលខែ2មកបងប្អូនខ្ញុំចាប់ដើមចិញ្ចឹមមាន់ហើយនឹងទាបាទឃើញថាមាន់គឺខ្ញុំចាប់ដើមចិញ្ចឹមមកហ្នឹងគឺមកដល់ឥឡូវហ្នឹងគឺខ្ញុំលក់បានតែម្ដងគត់បាទតែបានសម្រាប់ទាវិញគឺខ្ញុំលក់បាន2ដងហើយគឺទៅលឿនទាលឿនជាងណាទោះបីថាវាញាស់យូរប៉ុន្តែវាឆាប់ធំត្រឹមតែ2ខែអីគឺយើងអាចលក់ចេញបានប៉ុន្តែបើមាន់ងាយទេបងប្អូនអើយ3ទៅ4ខែទាត្រឹមតែ2ខែកន្លះហ្នឹងបាទមាន10ក្បាលគឺយើងអាចបញ្ចេញបាននឹង10ក្បាលប៉ុន្តែបើមាន់ត្រឹម2ខែកន្លះទៅ3ខែហ្នឹងมันអាចបញ្ចេញបានទាំងអស់ហើយបងប្អូនព្រោះវាថាធំមិនតាន់គ្នាទេខុសពីទាត្រឹមតែ2ខែកន្លះគឺយើងអាចសេរីចេញទាំងអស់បានចាំមិនថាចិញ្ចឹមទាពេលខ្លះទៅគិតថាល្អជាងមាន់ទោះបីថាវាស៊ីច្រើនតិចមែនប៉ុន្តែស៊ីសងលើយើងឲ្យចេះផ្សំចំណីអញ្ចឹងណាវាអត់ខុសពីមាន់ប្រហែលទេបងប្អូនឲ្យតែយើងចេះផ្សំចំណីបាទធុធាតុដើមដែលមានបាទនៅកន្លែងបោះជើងបងប្អូនមិនខាតទេទាគិតទៅទាយើងចិញ្ចឹមបងប្អូនត្រឹមតែ5ក្បាលគឺអាចបានលុយរហូតដល់9ទៅ10ម៉ឺនណាបងប្អូនអញ្ចឹងឃើញថាវាល្អគ្រាន់បើហ្នឹងខ្ញុំលក់តម្លៃត្រឹមតែ1គីឡូ10000រៀលផងបាទបើសិនជាអាចហក់បានត្រឹម11000ទៅ12000បងប្អូនគឺវាទីទៅគឺអាចបានចាប់ពី100000លើសទៅ11 12អញ្ចឹងណាបងប្អូនហើយខ្ញុំគិតថាពិតជាល្អបើសិនជាយើងចាំទាបានទីផ្សារល្អបាទប៉ុន្តែទោះបីយ៉ាងណាក៏ខ្ញុំមិនចោលក្នុងការចិញ្ចឹមមាន់ដែរបាទព្រោះខ្ញុំគិតថាទោះបីអាមាន់យូរក៏ដោយក៏យើងចេះតែទុកទៅពួកអីជួនកាលទៅយើងអាចផ្លាស់ប្ដូរអញ្ចឹងយើងអត់ទាយើងមានមាន់យើងអត់មាន់តែយើងបានទាបាទបងប្អូនអញ្ចឹងគិតថាដូចថាសងំលេងអញ្ចឹងណាគង់តែដល់ពេលមួយគឺវាឲ្យផលបានដូចគ្នាហើយហ្នឹងហើយជាពិសេសសម្រាប់ប្រជាកសិកររបស់យើងបាទគិតថាបានចិញ្ចឹមមាន់ហើយគួរតែដាក់ទាបាទហើយទាបងប្អូនឥឡូវហ្នឹងគឺអត់ពិបាករកទីផ្សារទេបងប្អូនឲ្យតែយើងមានច្រើនបាទតាមបណ្ដាញសង្គមបាទគឺយើងអាចច្នៃស្រាវបានបងប្អូនហើយសូម្បីតែខ្ញុំពីមុនខ្ញុំចិញ្ចឹមទាបាទដោយសារខ្ញុំអត់សូវដឹងអត់សូវមានចំណេះជំនាញខាងរកទីផ្សារបងប្អូនពេលហ្នឹងគឺខ្ញុំធ្លាប់បោះចោលបាទតែឥឡូវនេះគឺខ្ញុំអាចរកទីផ្សារបានបាទតាមបណ្ដាញសង្គមបាទជាពិសេសតាម Facebook ទៅអីចឹងបាទយើងសាកសួរគេអញ្ចឹងទៅបាទអញ្ចឹងទៅគេខ្ញុំសួរខាងនៅភ្នំពេញបាទគេទទួលទិញបងប្អូនបាទប៉ុន្តែក្នុងចំនួនច្រើនបាទចាប់ពី100ក្បាលអីគឺគេអាចថាចោះមកបងប្អូនចោះមកយកដល់កន្លែងអញ្ចឹងណាសម្រាប់យើងមានច្រើនបាទប៉ុន្តែគាត់ថាតម្លៃមួយដែរថេបាទប៉ុន្តែមិនសូវបានថ្លៃទេបងប្អូនតែសំខាន់ឲ្យតែយើងមានទីផ្សារបងប្អូនណាមួយទៅទាគឺយើងចំឆាប់ធំផងបាទអញ្ចឹងវាអត់មានអីត្រូវជាបញ្ហាទេត្រឹមតែ9000រៀលក៏យើងអាចចំណេញដែរបងប្អូនសម្រាប់ទាបើសិនជាយើងមានវត្ថុធាតុដើមក្នុងការផ្សំចំណីបាទហ្នឹងហើយបងប្អូនសម្រាប់វីដេអូមួយហ្នឹងក៏ចង់និយាយតែប៉ុណ្្នឹងបាទហ្នឹងហើយបងប្អូនជាចុងក្រោយក៏សូមមេត្តាបាទចិត្តបងប្អូនបាទជួយចុច like បាទនិងជួយវីដេអូខ្ញុំម្នាក់មួយផងបាទបងប្អូន
សម្រាប់ខ្ញុំអត់មានអីបាទក្រៅពីពាក្យថាអរគុណទៅកាន់បងប្អូនទាំងអស់គ្នាបាទនឹងជូនពរសំណាងល្អបាទគ្រប់ក្រុមគ្រួសារបាទអរគុណ